តើ BIM Building Information Management ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះម្ចាស់គម្រោងនិងអ្នកគ្រប់គ្រងអគារអត្ថប្រយោជន៍សំខាន់គឺនៅដំណាក់កាលនៃការសម្រេចចិត្តលើផ្នែកណាមួយនៃគម្រោងដែល BIM អាចជួយឲ្យពួកគេយល់អំពីការរចនាបានច្បាស់លាស់និងឆាប់រហ័សជាងមុនតាំងពីពេលដំបូងវាជួយឲ្យមានការសម្រេចចិត្តបានល្អនិងកាត់បន្ថយការកែប្រែច្រើនដងចំពោះអ្នករចនាដូចជាស្ថាបត្យករនិងវិស្វករអត្ថប្រយោជន៍ធំបំផុតគឺការបង្កើនផលិតភាពនៃការងារ BIM ជួយកាត់បន្ថយពេលវេលាក្នុងការរចនាសម្រួលទំនាក់ទំនងនិងការចងក្រងឯកសារអ្នករចនាតាមផ្នែកនីមួយៗអាចធ្វើការលើគម្រោងតែមួយដោយមានភាពច្បាស់លាស់និងធ្វើការងារបានល្អប្រសើរជាងមុនចំពោះអ្នកម៉ៅការនិងអ្នកសាងសង់BIM មានសមត្ថភាពក្នុងការបង្កើនគំរូសាងសង់ជាមុនក្នុងកុំព្យូទ័រមុនពេលការសាងសង់ជាក់ស្ដែងចាប់ផ្ដើមវាជួយបង្កើនប្រសិទ្ធភាពកាត់បន្ថយការខាតបង់ផ្សេងៗនិងជួយគ្រប់គ្រងការងារនៅទីតាំងបានល្អតើអ្នកយល់យ៉ាងណាចំពោះBIM